បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវេលាពេលស្មាននេះម៉ោង11ពេលបាយថ្ងៃត្រង់គណៈពេលនេះធូរ៉េនក៏មានការវិវត្តច្រើនទាក់ទិនជាមួយនឹងមានក្តឹបហើយមានផ្លែអញ្ចឹងបងប្អូនក៏មានការមើលស្រាលឬក៏បងប្អូនក៏មានការធ្វើប្រហែសនៅអំឡុងពេលដែលធូរ៉េនកំពុងតែមានក្តឹបក្នុងវ័យ20ថ្ងៃឡើងនេះណាបងប្អូនដោយសារការមានត្រួយក្នុងអំឡុងពេលដែលមានផ្លែបែបនេះបងប្អូនយើងនឹងមានបញ្ហាមួយគេហៅថាការប្រទាញបន្ទង់វីតាមីនក្នុងពេលបម្រែបម្រួលក្តឹប25ថ្ងៃទៅ45ថ្ងៃអញ្ចឹងបើសិនធូរ៉េនអាយុឡើងដល់45ថ្ងៃគឺយើងលេងសូវភ័យហើយក៏ប៉ុន្តែវានៅក្នុង20ថ្ងៃនេះឬចុះ20ទៅ30ថ្ងៃនេះគឺមានបញ្ហាខ្លាំងមែនទែនទាក់ទិនជាមួយនឹងស្លឹកត្រួយលាស់គេហៅថាថាមពលបែកខ្ញែកណាបងប្អូនបាទថាមពលបែកខ្ញែកហើយមួយទៀតធម្មតាស្លឹកធូរ៉េនកាលណាមានត្រួយក្នុងអំឡុងពេលនេះវានឹងធ្វើឲ្យមានការប្រកួតប្រជែងឬក៏ប្រណាំងប្រជែងគ្នាជាមួយនឹងផ្លែដែលជាកត្តាធ្វើឲ្យផ្លែជ្រុះច្រើនធម្មតាកាលណាតែមានស្លឹកខ្ចីច្រើនអានឹងគេហៅថាអីបងប្អូនអ្នកចាយចំណែកឯស្លឹកចាស់គឺហៅថាអ្នកធ្វើឬក៏អ្នកផលិតអានេះវាទាក់ទិនជាមួយនឹងវីតាមីនrich scale ណាបងប្អូនអញ្ចឹងរាល់ពេលដែលថាមពលទាំងអស់នេះវាមានការបម្រែបម្រួលគឺវាធ្វើឲ្យធូរ៉េនយើងជំរុះឬក៏ទម្លាក់នៅកោសិកាខ្លះដែលជាបន្ទុកធ្ងន់ដើម្បីទទួលឬក៏គ្រោងនិងបង្កើតកោសិកាថ្មីហេតុអ្វីបងប្អូនស្លឹកគឺជាទូទៅគឺជាផ្នែកថាមពលអ្នកបង្កបង្កើនថាមពលឬក៏ជាអ្នកចម្អិនតាមគេហៅតាមប្រព័ន្ធ photosynthesis របស់វាអញ្ចឹងនៅពេលដែលមានក្តឹបប៉ុណ្នេះបងប្អូនកុំភ្លេចទំនាក់ទំនងមកកាន់ក្រុមការងាររបស់ខ្ញុំឲ្យបានលឿនណាបងប្អូនអ្វីទាំងអស់សម្រាប់កសិកម្មត្រូវមានការរៀបចំទុកមុនបងប្អូនមិនអាចដល់ពេលហើយបានបងប្អូននឹកឃើញឬក៏ចាត់ចែងវាទេត្រូវរៀបចំទុកវាមុនឬក៏ត្រូវពិភាក្សាគ្នាមុនឲ្យទាន់សភាពការអ្វីទាំងអស់វាអាចមានដំណោះស្រាយប្រសិនបើយើងធ្វើវាឲ្យទាន់សភាពការណាបងប្អូនតែប្រសិនបើបងប្អូនឃើញវីដេអូនេះហើយប្រសិនបើមានការហើបត្រួយឬបំរុងនឹងហើបត្រួយឬក្តឹបបងប្អូនប៉ិនមេដៃមេជើងហើយឡើងមកប៉ិនរបស់ខ្ញុំបងប្អូនគួរមានការប្រឹក្សាយោបល់ឲ្យបានល្អជៀសវាងការខូចខាតដោយប្រការណាមួយអញ្ចឹងនេះគ្រាន់តែជាវីដេអូដើម្បីជាការដាស់តឿនទេហើយបើសិនបងប្អូនមានការចង់គេហៅថាប្រឹក្សាយោបល់បន្ថែមឬក៏ពិភាក្សានឹងដំណោះស្រាយឲ្យជាក់លាក់ណាមួយបងប្អូនអាចចូលទៅក្រុមការងារយើងខ្ញុំណាបងប្អូនខ្ញុំនឹងដាក់លីសឲ្យបងប្អូនjoinចូលក្រុមបាទអរគុណកសិកម្មមហាសាលចំណាយតិចចំណេញច្រើនកើនទិន្នផលនិងងាយស្រួលក្នុងការប្រើប្រាស់